ទូទៅកូនច្រើនតែភ្លេចពាក់ព័ន្ធមួយគុណលើឪពុកម្ដាយតែគេឪពុកម្ដាយគាត់ភ្លេចទេព្រោះគាត់គូក្បាលគាត់ចងចាំព្រោះតែមើលថែតាំងកូននៅទូចនៅអីចឹងតែគូក្បាលកូនកាលនៅទូចការចងចាំវាមិនសូវមានសញ្ញានៃការចងចាំមិនសូវមានចឹងហើយបានជាកូនចេះតែភ្លេចនោះភ្លេចការកូននៅទូចការកូនពុកម្ដាយពោះកើតសម្រាលមកហើយអប់រំតាំងពីនៅតូចរហូតដល់ចង់ផ្ដើមកូនរៀនសូត្ររហូតដល់មានប្តីប្រពន្ធរហូតដល់មើលចៅអីចឹងទៀតទៅក៏ប៉ុន្តែគេថាឪពុកម្ដាយនៅស្រឡាញ់កូនគាត់ធ្វើល្អតាំងតែពីមុនកើតចេញផ្ទៃតែគេថាកូនគាត់ភ្លេចគាត់មិនចង់ដឹងកូនទេតែនៅទូចទៅមនុស្សយើងម្នាក់ភ្លេចតើមានអ្នករំលឹកតែអត់មានអ្នករំលឹកទេចេះតែភ្លេចចេះតែបង្ងើយកតើអីចឹងទៅហើយដឹងតែចាស់ស្លាប់ក៏ប៉ុន្តែភាគរយអត់ដឹងថាតើចាស់ស្លាប់ដោយសារអីដូនតាស្លាប់ដោយសារអីយាយកងយាយតាពូមីងតែចាស់ម៉ែឪចាស់ទៅស្លាប់តែមានជំងឺមួយមកផ្ដាច់សង្ខារដូចជាជំងឺលើសឈាមជំងឺ stroke ជំងឺអីចឹងមិនសុកស្លាប់ទេអញ្ចឹងប្រព័ន្ធរាងកាយខ្សោយកន្លែងណាមួយជំងឺហ្នឹងវាយប្រហារកន្លែងហ្នឹងទៅស្លាប់ដូចអ្នកមានអីគឺគេទៅមើលនៅសុខក្រៅដូចសិង្ហបុរីមន្ទីរគេពេទ្យគេប្រកែគេមានលុយគឺគេរស់បានយូរហ្មងតែគេស្លាប់ឈឺអីគេទៅព្យាបាលហ្នឹងគាត់តែពេលខ្លះយើងខ្វះចំណេះដឹងពាក់ព័ន្ធជាមួយនឹងសុខភាពអញ្ចឹងចាស់ទៅជួនណាឈឺអីក៏ហ្នឹងតែចាស់តែប៉ុណ្ណឹងគាត់ឈឺតែប៉ុណ្ណឹងខ្វះការគិតរបស់កូនមិនកូនចង់អញ្ចឹងតែខ្វះការគិតពិចារណាគឺណាទុកគាត់គេផឹកថ្នាំធម្មតាអីចឹងទៅតមួយទៅស្លាប់ចាស់ស្លាប់ចឹងតាមការពិតចាស់បើយើងចេះទៅមានទីពេទ្យល្អយើងព្យាបាលកន្លែងមួយហើយអីចឹងទៅអាចរស់បាន5ឆ្នាំ8ឆ្នាំអីចឹងទៅ10ឆ្នាំអីចឹងទៅឈឺព្យាបាលឈឺរហូតដល់គ្រឿងក្នុងរបស់គាត់ទេទប់ទល់លែងរួចព្យាបាលលែងកើតចាំទៅអញ្ចឹងគាត់ថាអាយុវែងចង់និយាយចឹងអាចមើលថែដិតដល់អាយុវែងជាងតែយើងទុកគេផឹកថ្នាំធម្មតាមើលថែអត់ដិតដល់អញ្ចឹងព្រោះយើងចាស់ស្លាប់មែនក៏ប៉ុន្តែស្លាប់ដោយសារជំងឺអីមួយមិនមែនសុកស្លាប់ទេជំងឺហ្នឹងដោយសារយើងព្យាបាលមិនជាអាហ្នឹងស្លាប់ហើយព្យាបាលជាអាហ្នឹងរស់ហើយតែព្យាបាលជាអាស្រ័យទៅលើគ្រូពេទ្យទៀតគ្រូពេទ្យល្អគាត់ប្រសិទ្ធភាពនៃការព្យាបាលក៏តាមនឹងដែរអាហ្នឹងវាចឹងហ្នឹងហើយអូខេ3នាទីជាងបានបងប្អូន